សហរដ្ឋអាមេរិកចាប់ដាក់ពន្ធគយបន្ថែមទៅលើ file folder ហ្នឹងដោយសារធំក្លិនថាផលិតផលនេះមកពីចិនមានន័យថា semi សម្រាប់ដាក់អី closea glacia សម្រាប់ដាក់ហ្នឹង file folder ហ្នឹងគឺវាមកពីចិនទេតែជំនួសចោតប្រកាន់ថាមកពីចិនក៏ចោតប្រកាន់ថា Cambodian government subsidize manufacturing of paper file folder បងប្អូនអើយខ្មែរមានកដាស់អីกระดาษហ្នឹងវាតតែกระดาษមកពីស្រុកចិនណាវាមិនខុសពីបន្ទះ solar តែខ្មែរគ្មានអាចអីទេគឺចិនវាបង្រៀនវា fabricate មកវារៀបចំមកវាមកសម្រាប់នៅកម្ពុជាហើយវានាំចេញវាមិនខុសគ្នាពីបន្ទះកាំរស្មីទេអញ្ចឹងអា paper file folder នេះសហរដ្ឋអាមេរិកវាដឹងច្បាស់ណាស់ថាស្រុកខ្មែរនោះគ្មានចំការកបាស់វាគ្មានចំការឆាយថាវវាគ្មានចំការឫស្សីវាគ្មានចំការរុក្ខជាតិណាដែលអាចផលិតក្រដាស់បានទេដូច្នេះក្រដាស់ហ្នឹងគឺចិនទេតែវាផលិតវាអត់មាន fiber រុក្ខជាតិណាដែលខ្មែរអាចយកមកផលិតជាក្រដាស់បានទេណាសូម្បីតែក្រណាត់នៅប្រទេសកម្ពុជាក៏ខ្មែរគ្មានផលិតបានដែរគឺក្រណាត់យកមកពីប្រទេសចិនទេអញ្ចឹងកុំឲ្យរឿងធំអាមេរិកចោទប្រកាន់ថារដ្ឋាភិបាល subsidize ផលិតកម្ម file folder ក្រដាស់នៅកម្ពុជាហើយក៏បន្ថែមពន្ធទៅគេនិយាយថាប្រទេសកម្ពុជារដ្ឋាភិបាលឧបត្ថម្ភឧស្សាហកម្មឧបត្ថម្ភផលិតកម្ម file folder ហ្នឹងមានន័យថារដ្ឋាភិបាលរាជការហ្នឹងគឺជួយលុយកាក់ឬជួយឧបត្ថម្ភដល់អ្នកផលិត file folder ហ្នឹងនៅកម្ពុជាពាក្យហ្នឹងពាក្យកុហកទេចុះហើយទៅមិនបានជាអាមេរិកទៅដាក់ពន្ធគយលើផលិតផលដ៏តូចមួយនេះបើសិនជាយើងគិតពីសំណុំឯកសាររបៀបហ្នឹងយើងមើលឃើញថាចុយមករឿងហ្នឹងរឿងតូចមួយវិញមិនបានអាមេរិកទៅរករឿងតូចមួយហ្នឹងមិនបានជារបស់ហ្នឹងអាមេរិកចាប់អារម្មណ៍អីចឹងអត់ទេអាមេរិកប្រើការវិភាគបច្ចេកវិទ្យាគេវិភាគដឹងថាបច្ចុប្បន្ននេះអា semi กระดาษហ្នឹងឬក៏អាសំណុំថងដាក់ឯកសារกระดาษហ្នឹងឬក៏អី classicia អីហ្នឹងឬក៏អីហ្នឹងតែខ្ញុំហៅថា file folder ហ្នឹងវានៅតូចមែនប៉ុន្តែគឺជារបៀបដែលកម្ពុជាកំពុងតែបោកប្រាស់អាមេរិកដោយនឹកឃើញថាកម្ពុជាអាចនាំចូលនៅ file folder ហ្នឹងដោយចំនួននៅទៀតនៅឡើយហើយចំនួននៅទៀតនៅឡើយនេះអាចនឹងបង្កការនាំចូលដោយធូរនិយាយចំកម្ពុជារកស៊ីឲ្យចោលចិនហើយវាតូចទេវាតូចជាង1មីលភ្នែកទៀតតែសហរដ្ឋអាមេរិកគេបន្ថែមពន្ធគយលើដើម្បីគេឲ្យកម្ពុជាហ្នឹងដឹងខ្លួនសួរថាការបន្ថែមពន្ធគយទៅលើផលិតផលមួយបែបនេះអាចធ្វើឲ្យមេដឹកនាំខ្មែរក្រសួងពាណិជ្ជកម្មខ្មែរញាក់ខ្លួនទេអត់ញាក់ទេដាក់ទៅពីព្រោះខ្មែរមិនសូវទេឲ្យញាក់ខ្លួនបើចង់ឲ្យខ្មែរញាក់ខ្លួនតលេងមកដបងសូម្បីតែថៃវាវាយប៉ុណ្ណឹងខ្មែរសឹងតែមិនញាក់រហូតដល់មានអាពងតូចសក់មួយគេទៅសេសភៅតែខ្មែរឈ្នះរហូតដល់អាពេលថៃវណ្ណៈថាសៀមង6000នាក់យើងគិតមើលខ្មែរមិនងាយខ្មែរយើងកក់ជ្រៅណាស់ដូច្នេះហើយអ្វីដែលអាមេរិកធ្វើក្នុងការដាក់ពន្ធលើ paper file folder ពីប្រទេសកម្ពុជាមិនធ្វើឲ្យខ្មែរភ្ញាក់ទេមេដឹកនាំខ្មែរមន្ត្រីទទួលបន្ទុកខ្មែរអត់ភ្ញាក់ទេខ្ញុំស៊ើបមើលគឺមានន័យថាការនាំចូលផលិតផលនឹងបង់ពន្ធគយគឺផលិតផលនឹងវាបង់ 19% ណាដល់យោងទៅតាមការដែលតម្លើងពន្ធនេះណាអាចសហរដ្ឋអាមេរិកតម្លើងពន្ធរហូតដល់ 30% រីឯតម្លៃពន្ធពិតប្រាកដទៅលើផលិតផលបែបនេះខ្ញុំអត់ទាន់ដឹង